ជីកពកអាចចលេងនេះជាងរែងហើយមកល្អជាងបងរែងយកអាដុំចេញឬយកណាដែលចលេងបានចេញហើយនឹងរែងយកសាច់ចលេងចេញសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់បានជីកពកអាចចលេងអាចកំងបានទីតាំងខ្ញុំនៅស្រុកបរសៃខេត្តព្រៃវែងនេះរោងចំចលេងក្រហមរបស់ខ្ញុំគឺយើងកាបវាហើយយើងយកមករែងវាមកច្រក3ទឹកហើយនេះត្រូវដាក់ទៅឲ្យបងប្រុសនៅខាងសៀមរាបគាត់កំង150គីឡូចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ដឹងពីបច្ចេកទេសនៃការចំចលេងក្រហមហើយនឹងចង់បានពូជចលេងក្រហមយកទៅចិញ្ចឹមបងប្អូនអាចកំងខាងខ្ញុំបានខាងខ្ញុំមានលោកពូជចលេងក្រហមទីតាំងខ្ញុំនៅស្រុកបរសៃខេត្តព្រៃវែងហើយសម្រាប់បច្ចេកទេសនៃការចិញ្ចឹមឲ្យតែបងប្អូនទិញពូជខ្ញុំទៅខ្ញុំបញ្យល់បងប្អូនបរៀនបងប្អូននៃការចិញ្ចឹមហើយសម្រាប់កសិករយើងដែលគាត់មានចំគោចំក្របីចំពពែបងប្អូនគួរតែយកលិខិតសាស្ត្រហ្នឹងយើងចំចលេងក្រហមដើម្បីទាញយកផលប្រយោជន៍មួយទៀតគឺចលេងក្រហមនេះវាជាចំណីសត្វចាំមកយើងបងមានមន់មានទាឬក៏ត្រីផ្សេងទាកប៉ាចូលចិត្តស៊ីដល់រួមស្អាត PVC ចលេងប្រភេទចលេងនេះទៅអញ្ចឹងកសិករយើងដែលគាត់មានលំសាទាំងអស់ហ្នឹងគួរតែយកលំសាទាំងអស់ហ្នឹងចំចលេងក្រហមមកមុខទៀតទៅដើម្បីយើងទាញយកផលប្រយោជន៍ចំណីសត្វមួយទៀតព្រោះចលេងក្រហមនេះស្បូរប្រូតេអ៊ីនណាហើយនឹងអាចចលេងនេះជីកប៉ុស្តិ៍ល្អមែនទែនសម្រាប់ដំណាំយើងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ត្រូវការពូជចលេងក្រហមឬក៏ជីកប៉ុស្តិ៍អាចចលេងបងប្អូនអាចកំងខ្ញុំបានទីតាំងខ្ញុំនៅស្រុកបរសៃខេត្តព្រៃវែងមិនថាពូជឬក៏ជីទេខ្ញុំអាចផ្ញើបាន25ខែខាងអ្នកលោក